ប្រមុខការទូតកម្ពុជាបង្ហាញពីការព្រួយបារម្ភនៅក្នុងតំបន់កំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃក្នុងឱកាសថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី26ខែឧសភាឆ្នាំ2026នៅទីក្រុងញូវយ៉កឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃក្នុងឱកាសថ្លែងសន្ទរកថានោះឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសម្ដែងនឹងការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានទទួលតួនាទីជាប្រធានបដូវវេននៃក្រុមប្រឹក្សាសន្តិសុខនិងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីវ៉ាងយីដែលបានរៀបចំកិច្ចពិភាក្សាដេញដោលកម្រិតខ្ពស់នៅចំពេលវេលាដ៏ល្អនេះលើបញ្ហាដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅចំពោះសន្តិភាពអន្តរជាតិការអភិវឌ្ឍប្រកបដោយចីរភាពនិងសន្តិសុខរួមនៅក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះនៅភាពមិនប្រកបប្រជាការប្រែប្រួលនិងភាពចលាចលកាន់តែខ្លាំងឡើងឯកឧត្តមបានបន្តថាទស្សនវិជ្ជាទាំងនេះបានរំលឹកយើងថាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេចទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំការគោរពគ្នាទៅវិញទៅមកសាមគ្គីភាពនិងការទទួលខុសត្រូវរួមហេតុនេះហើយទើបកម្ពុជាជឿជាក់ថាការធ្វើឲ្យរស់រវើកនិងការពង្រឹងឡើងវិញនៃប្រព័ន្ធពហុភាគីនិយមដែលមានអង្គការសហប្រជាជាតិជាស្នូលគឺជារឿងចាំបាច់បំផុតដើម្បីការពារសន្តិសុខសេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រជាជាតិទាំងអស់ជាពិសេសបណ្ដាប្រទេសតូចៗនិងប្រទេសកំពុងអភិវឌ្ឍធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតែបន្តដើរតួជាបាតគ្រឹះនៃទំនាក់ទំនងអន្តរជាតិនិងជាក្របខ័ណ្ឌមិនអាចខ្វះបានសម្រាប់ការរស់នៅជាមួយគ្នាដោយសន្តិវិធីកិច្ចសហប្រតិបត្តិការនិងការបង្ការជម្លោះតាមរយៈសន្ទរកថាឯកឧត្តមប្រាក់សុខុនបានលើកឡើងនៅបទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឲ្យយើងឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិក្នុងការលើកកម្ពស់និងការថែរក្សាសន្តិភាពឯកឧត្តមបន្តថានៅដើមទសវត្សរ៍ឆ្នាំ1990អ៊ុនតាក់ឬអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាពការផ្សះផ្សាជាតិនិងការស្ដារប្រទេសកម្ពុជាឡើងវិញប្រមុខការទូតកម្ពុជាបានបញ្ជាក់ថាដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនានិងចំនួនអស់ជាច្រើនទសវត្សរ៍កម្ពុជាផ្ដល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាពនិងជឿជាក់យ៉ាងមុតមាំថាចំនួនទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនាការទូតការគោរពគ្នាទៅវិញទៅមកនិងការគោរពច្បាប់អន្តរជាតិឯកឧត្តមប្រាក់សុខុនបានបញ្ជាក់ថាក្នុងស្មារតីនេះកម្ពុជាសូមសម្ដែងនៅការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិក្នុងការទាមទារឲ្យមានបទឈប់បាញ់និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃអនុលោមតាមច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិឯកឧត្តមបានសង្កត់ធ្ងន់ថាព្រំដែននិងអធិបតេយ្យភាពមិនត្រូវផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយយើងនៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាហេតុដូច្នេះបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូឆ្នាំ2025ចាំបាច់ត្រូវតែអនុវត្តឲ្យបានពេញលេញមានប្រសិទ្ធភាពនិង
និងជាបន្ទាន់ទាំងស្រុងឯកឧត្តមប្រាក់សុខុនបានបញ្ជាក់ថាក្នុងន័យនេះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅច្បាប់អន្តរជាតិព្រមទាំងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដូចជាការសន្ទនានិងការអនុវត្តដោយស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមកនៅតែជាកត្តាសំខាន់បំផុតក្នុងការស្ដារទំនុកចិត្តឡើងវិញការធានាសន្តិភាពយូរអង្វែងនិងការអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលភៀសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរក្នុងឱកាសនោះឯកឧត្តមប្រាក់សុខុនបានអំពាវនាវដល់សមាគមអន្តរជាតិបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរក៏ដូចជាដើម្បីសន្តិភាពស្ថិរភាពនិងវិបុលភាពបន្តបន្ទាប់នៅក្នុងតំបន់ទាំងមូល